សួស្តីបងប្អូនថ្ងៃនេះខ្ញុំមកបង្ហាញពីវិធីធ្វើទឹកស៊ុបបាញ់កាញ់បបរបាញ់កាញ់របស់យើងណាអញ្ចឹងខ្ញុំបានដាំទឹកចំនួនកន្លះឆ្នាំងហើយខ្ញុំបានដាក់គ្រឿងក្រូដូចជាខ្ទឹមបារាំងរំដេងហើយនិងខ្ញីហើយថ្ងៃនេះគឺខ្ញុំអត់បានអាំងទេដោយសារតែខ្ញុំអត់ចូលចិត្តអាំងទៅវាមានខ្លោចមានខ្មៅណាហើយចំពោះមាន់នេះគឺខ្ញុំប្រើសាច់មាន់ស្រែហើយមាន់ហ្នឹងខ្ញុំបានកាប់វារួចហើយបានស្រោសលាងទឹកអីស្អាតអស់ណាប៉ុន្តែខ្ញុំបានថតបង្ហាញទេអញ្ចឹងយើងដាំទឹកពុះហើយយើងបង់ចូលទៅហើយយើងបង់គ្រឿងក្រូតាមហ្នឹងមានអំបិលមួយកូនស្លាបព្រាហ្នឹងហើយកន្លែងនេះបងប្អូនកុំឆ្ងល់កន្លែងហ្នឹងខ្ញីដោយសារខ្ញុំអត់មានខ្ញីដុំអញ្ចឹងខ្ញុំដាក់ខ្ញីដែលបានហាន់ទុកឆានោះដាក់ចូលហ្មងទៅនេះមានទឹកស្អ៊ីវបន្តិចទឹកត្រីបន្តិចបងគ្រឿងតែប៉ុណ្្នឹងឯងសម្រាប់ខ្ញុំទឹកស៊ុបប៉ុណ្្នឹងល្មមតែម្ដងហើយយើងរំងាស់ទឹកភ្លើងប្រើភ្លើងតិចហើយឆ្លៀតពេលហ្នឹងយើងមកលាងខ្ទឹមជីអីដែលយើងត្រូវបង់នៅបបរបាញ់កាញ់របស់យើងណាហើយបងប្អូនត្រូវចាំថាបងប្អូននៅទឹកស៊ុបហ្នឹងអត់ដាក់ភ្លើងខ្លាំងទេកាលណាដាក់ភ្លើងខ្លាំងយើងរំងាស់ទៅឆាប់ឆ្អិនមែនប៉ុន្តែធ្វើឲ្យទឹកស៊ុបរបស់យើងល្អក់អញ្ចឹងខ្ញុំចូលចិត្តទឹកស៊ុបបែបថ្លាអញ្ចឹងខ្ញុំប្រើជាក្រានខ្ជូងហើយដាក់ភ្លើងលហឹមទៅខ្ញុំបង់ដើមខ្ទឹមចូលហើយបន្ទាប់ពីយើងហាន់លខ្ទឹមទុកម្លាយរួចហើយជីខ្ទឹមហ្នឹងអញ្ចឹងឥឡូវយើងមកដំខ្ទឹមនេះដើម្បីទៅរំលីងគឺរំលីងដើម្បីធ្វើជាផាំងអ៊ីវដាក់ពីលើបង្កាន់របស់យើងណាឲ្យមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ថែមទៀតហើយបងប្អូនអាចបន្ថែមដូចជាមឹកក្រៀមដូចជាអីអញ្ចឹងបានណាប៉ុន្តែខ្ញុំអត់មានទេថ្ងៃហ្នឹងគឺខ្ញុំមានតែបង្គាហ្នឹងជាបង្គាស្រស់ណាមានទឹកស៊ុបយើងឥឡូវចាប់ផ្ដើមឈ្ងុយហើយខ្ញុំក៏ថែមបន្លែយើងនេះអត់ចាំបាច់រំងាស់យូរទេគឺមានតែការ៉ុតនិងស្ពៃមើមម្នាក់អ្នកខ្លះគាត់ហៅថាឆៃថាវតែខ្ញុំមានបង្គាស្រស់នេះខ្ញុំដាក់បង្គាស្រស់ចូលអញ្ចឹងយើងដាក់ឆៃថាវហើយនឹងការ៉ុតហ្នឹងមកបន្លែពីរមុខបងប្អូនមានអីចង់ដាក់អីទៀតថែមដាក់ទៅតែខ្ញុំថាដាក់ប៉ុណ្ណឹងឆ្ងាញ់ហើយនេះឈាមយើងបានស្រោះរួចហើយស្រោះឆ្អិនរួចហើយណាអញ្ចឹងលាងសម្អាតហើយកាត់យកមកដាក់តែម្ដងតែប៉ុណ្ណឹងទៅឆ្អិនហើយស្រោះបង្កាន់យើងមកដាក់មួយចានមកមានគ្រឿងក្រូវមានទឹកជីខ្ទឹមរបស់យើងរួមជាមួយនឹងផាំងអ៊ីវដែលយើងបានរំងាស់រួចហើយនេះប៉ុន្តែទៅយើងបានបវរបង្កាន់ដែលមានរសជាតិឈ្ងុយឆ្ងាញ់ហើយខ្ញុំបានដាក់ជាមួយនឹងបង្កាន់ដែលយើងបានធ្វើខ្លួនឯងហ្នឹងណាបងប្អូនបានមើលនៅវីដេអូមុនគឺខ្ញុំមានបង្ហាញអំពីរបៀបធ្វើបបរបង្កាញ់របស់យើងចាធ្វើម្សៅបង្កាញ់ណាបងប្អូនអាចទៅទស្សនាវីដេអូមុនបានអរគុណច្រើនបងប្អូនសួស្តីបងប្អូនថ្ងៃនេះខ្ញុំមក